អ្នកណាក៏សរសើរការប្រកួតយុគមិញដែរបាទរវាង Inter Milan និង Barcelona អូយយយបងប្អូនហើយល្អមើលណាស់ផ្លុកទឹកផ្លុកដីហើយបាទសម្រាប់អ្នកគ្រប់គ្រងទាំងពីរក្រុមតែជាលទ្ធផលផ្លូវការគឺ Inter Milan បានយកឈ្នះទៅលើ Barcelona ដោយលទ្ធផល4-3ហើយបើយើងសរុបទាំងពីរជើងគឺបាទ Inter Milan 7 Barcelona 6បាទអញ្ចឹង Inter Milan ឡើងទៅកាន់វគ្គផ្ដាច់ព្រាត់រងចាំមើលយប់នេះបាទជំនួបរវាង Paris និង Arsenal បើយើងរំលឹកទៅជើងទី1វិញបាទនៅក្នុងទឹកដីរបស់ភ្លើងធំ Arsenal ឃើញថា Paris បាននាំមុខ1-0បាទនៅក្នុងជើងទី1យប់នេះនឹងកាត់សេចក្តីឲ្យឃើញថាតើក្រុមណានឹងឡើងទៅជួប Inter Milan ទាំង Inter Milan ទាំង Barcelona ពិតជាបានបង្ហាញនៅទម្រង់លេងបានយ៉ាងល្អអស្ចារ្យបាទតាក់ចិត្តអ្នកគ្រប់គ្រងពីពេញពិភពលោកតែម្ដងដែលទស្សនាការប្រកួតនៅយប់មិញបាទម្នាក់សុទ្ធតែនិយាយថាមិនងាយឃើញការប្រកួតដែលល្អបែបនេះទេឥឡូវយើងចាំមើលប៉ារីសបាទប៉ះជាមួយនឹង Arsenal ម្ដងមើលយប់នឹងអាចមានការប្រកួតដ៏ជក់ចិត្តដោយជំនួបរវាង Inter Milan និង Barcelona យប់មិញអត់ហើយយប់នេះវេលាម៉ោង2រំលងអាធ្រាត្របងប្អូននឹងជួបជាមួយនឹងខ្ញុំបាទពូភ្លៀវបាទធ្វើការអធិប្បាយផ្ទាល់នៅលើ page កីឡា CSD Sport